ជំរាបសួរបងប្អូនទាំងគ្នាខ្ញុំបាទឈ្មោះឆាំមុនទេពជានាយកគ្រប់គ្រងទីប្រឹក្សានៃក្រុមហ៊ុន Prudential ហើយថ្ងៃនេះខ្ញុំមានអារម្មណ៍រំភើបរីករាយមែនទែនបានក្លាយជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីពិភាក្សាមួយដ៏ពិសេសក្នុងប្រធានបទបេះដូងនៃភាពតស៊ូដែលយើងនិយាយអំពីផ្នត់គំនិតរបស់អ្នកដែលធ្វើជាក់ស្ដែងហើយយើងមានវេទិកាពិសេស4រូបថ្ងៃនេះជាមួយខ្ញុំនៅទីនេះមានសួរខ្ញុំបាទឈ្មោះសិទ្ធិកំសុងខ្ញុំជានាយកអាជីវកម្មជាន់ខ្ពស់នៃក្រុមហ៊ុន Prudential ឆ្នាំនេះជាឆ្នាំទី10ដែលខ្ញុំបាននៅជាមួយក្រុមហ៊ុន Prudential ជំរាបសួរនាងខ្ញុំឈ្មោះ Pen Fondyland ជាប្រធានអាជីវកម្មហើយក៏ជាសមាជិក MDRT ឆ្នាំ2025ជំរាបសួរនាងខ្ញុំឈ្មោះសួនចិន្តាគឺជាប្រធានអាជីវកម្មនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential កម្ពុជាជំរាបសួរខ្ញុំបាទឈ្មោះម៉ៅប៉ូលីតួនាទីខ្ញុំសប្តាហ៍ថ្ងៃជាប្រធានគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential កម្ពុជាអញ្ចឹងសំណួរទី1ខ្ញុំចង់សួរទៅ SBD សិទ្ធិកំសុងតើកត្តាអីដែលជំរុញឲ្យ SBD សម្រេចចិត្តចូលនៅក្នុងវិស័យធានារ៉ាប់រងពីដំបូងមកអរគុណបងសំណួរល្អហើយសំណួរនេះគឺលឹះធំបំផុតនៃអាជីពរបស់ខ្ញុំអាជីពរបស់យើងអស់គ្នារយៈពេលកន្លងមកខ្ញុំគិតម្ដងនេះ10ឆ្នាំហើយខែនេះ10ឆ្នាំពេញខ្ញុំគាត់ថាជឿនេះមួយនេះវាសម្រាប់ខ្ញុំវាជារឿងចៃដន្យអាចថាចៃដន្យតិចព្រោះខ្ញុំធ្វើការងារបទពិសោធន៍អង្គការអាវុធសហគមន៍ទេអត់ដែលធ្លាប់ធ្វើការងារក្រុមហ៊ុនទេអត់ដែលដឹងថាការងារក្រុមហ៊ុនធ្វើអីទេព្រោះយើងធ្វើការជាមួយការងារអង្គការការងារមួយអ្នកក្រងារជនងាយរងគ្រោះជាមួយសហគមន៍នៅតំបន់ដាច់ស្រយាលតែថ្ងៃមួយពេលដែលខ្ញុំមានមិត្តចាស់របស់ខ្ញុំដែលធ្លាប់ធ្វើការងារអង្គការគាត់សួរខ្ញុំថាតើចង់រៀនឬក៏រកប្រាក់ចំណូលបន្ថែមពីការងារក្រុមហ៊ុនដែរអត់ខ្ញុំចាប់អារម្មណ៍ដោយសារខ្ញុំអត់ដែលមានសញ្ញាបត្រខាងក្រុមហ៊ុនទេបទពិសោធន៍15ឆ្នាំនៅអង្គការហ្នឹងខ្ញុំរៀនពីច្រើនសញ្ញាបត្រខ្ញុំស្ដាប់អង្គការទាំងអស់ខ្ញុំ private sector ខ្ញុំអត់មានទេសូខ្ញុំចាប់អារម្មណ៍ប៉ុន្តែខ្ញុំអត់ស្គាល់ Prudential ទេពេលនោះថ្មី2015ខ្ញុំអត់ស្គាល់ទេព្រោះខ្ញុំចូល2015ខែ6អញ្ចឹងខ្ញុំចាប់អារម្មណ៍ដើម្បីរៀនតែមិនមែនតែខ្ញុំចង់បានសញ្ញាបត្រពីដំបូងណានិយាយមែនទៅគឺចង់បានសញ្ញាបត្រយកទៅពេលសួរទៀតពេលនោះរៀនអស់លុយអត់ព្រោះអត់សូវមានលុយគេរៀនយកលុយអត់គេថាអត់យកលុយទេបានអាហារញ៉ាំហើយបានសញ្ញាបត្រទៀតហើយបងឯងមានឱកាសរកចំណូលអញ្ចឹងណាពេលខ្ញុំរៀនចប់ដល់ពេលខ្ញុំចូលរៀនខ្ញុំចាប់ផ្ដើមយល់កាន់តែចិត្តអំពីវិស័យនេះប្រូពេលនោះមុននឹងអត់ដឹងទេអត់ស្គាល់ Prudential ហើយក៏អត់ដឹងដែរអត់ដឹងថាការងារនេះធ្វើអីដែរតែរៀន4ថ្ងៃកាលនោះរៀន4ថ្ងៃខ្ញុំចាប់ដើមយល់កាន់តែច្បាស់អំពីវិស័យធានារ៉ាប់រងអំពី Prudential ចាប់ដើមយល់ថាជាក្រុមហ៊ុនមកពីណាធ្វើអីអញ្ចឹងណាហើយស្រឡាញ់តែសារការងារវិស័យធានារ៉ាប់រងវាស្តីការងារអង្គការដែរគឺជួយគេជួយសហការជួយសហគមន៍ជួយប្រជាជនរបស់យើងហើយអាចរកចំណូលបានអូខេអរគុណ SBD ដល់ហើយស្អីជាកត្តាជំរុញឲ្យយើងដើរឈានជើងចូលនៅក្នុងវិស័យធានារ៉ាប់រងចាបងសម្រាប់ខ្ញុំចូលលើកទី1ឆ្នាំ2019កាលហ្នឹងគ្រាន់តែចង់ចូលដើម្បីរកប្រាក់ចំណូលបន្ថែមទេចាហើយធ្វើលេងកាលហ្នឹងណាតទៅពេលសម្រាប់1ឆ្នាំ2ឆ្នាំ during covid ហ្នឹងក៏ចូលមកវិញម្ដងទៀតបន្ទាប់ពីតាគាត់កើតជំងឺខ្ញុំបានចូលលើកទី1ឈប់ម្ដងហើយហើយបានមកដល់ពេលកូវីដនេះចូលលើកទី2ចា2023ដោយសារតែកាលហ្នឹងគឺជួបជាមួយនឹងបញ្ហាប៉ាគាត់កើតជំងឺមហារីកចាមហារីកហើយយើងត្រូវការព្យាបាលហ្នឹងគឺទៅដល់ស្រុកក្រៅហើយថ្លៃចំណាយច្រើនមែនតើហ្មងហើយកាលហ្នឹងគឺអ្វីដែលត្រូវប្រឈមទី1ហ្នឹងផ្លូវចិត្តយើងបាក់ហើយទី2គឺយើងត្រូវការរកលុយហើយយើងអត់មានលុយធៀមទេពេលហ្នឹងអត់មានលុយធៀមទេអញ្ចឹងជំងឺមហារីកដូចបងដឹងអញ្ចឹងថាថ្លៃចាយវាគឺច្រើនមែនតើហ្មងអញ្ចឹងខ្ញុំបានដើរខ្ចីលុយគេទូទាំងពិភពលោកទៅដល់ស្រុកក្រៅផងហើយខ្ញុំបានលក់ផ្ទះមួយនៅសៀមរាបផងក្នុងគោលបំណងមួយគឺដើម្បីព្យាបាលប៉ាវិជាចាអញ្ចឹងបន្ទាប់ពីពេលហ្នឹងមកខ្ញុំយល់ថាបើសិនជាពួកយើងទាំងអស់គ្នាមានធានារ៉ាប់រងនៅពេលដែលយើងឈឺយើងមិនពិបាកដូចខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំក៏មានទឹកចិត្តមួយថាបើសិនជាខ្ញុំអាចចែកម្លែកនៅចំណេះដឹងឬមួយក៏បទពិសោធន៍របស់ខ្ញុំទៅកាន់មនុស្សទាំងអស់ឲ្យគាត់មានការយល់ដឹងអំពីការរៀបចំទុកមុននឹងហានិភ័យកើតឡើងអញ្ចឹងវាអត់សូវបាក់សម្រាប់គ្រួសារយើងទេហ្នឹងគឺរឿងទី1រឿងទី2ទៀតដោយសារតែខ្ញុំជាក្មេងកំព្រាដែរម៉ាក់ស្លាប់តាំងពីអាយុ10ឆ្នាំហើយបន្ទាប់ពីម៉ាក់ស្លាប់ទៅដោយសារតែម៉ាក់គាត់ជាមេចំណូល
ហើយការចំនួនកៅជាងហ្នឹងគ្រូសាខ្ញុំជាគ្រូសាអ្នកគ្រាន់បានដែរការចំនួនកៅជាងតែខ្ញុំមានទូមើលចាអញ្ចឹងគ្រូសាធម្មតាតែដល់ពេលតាំងពីម៉ាក់ស្លាប់ទៅពួកខ្ញុំខ្លាចជាក្មេងកំព្រាហើយគឺប៉ាត្រូវរ៉ាប់រងជាមួយនឹងការចិញ្ចឹមកូន3នាក់ហើយក៏ជំនាន់ហ្នឹងក៏អត់ទាន់មាន insurance ដែរអញ្ចឹងខ្ញុំយល់ពីទុកលំបាកថានៅពេលដែលក្មេងតូចៗគាត់បាត់បង់ឪពុកឬក៏ម្ដាយបាត់បង់មេគ្រួសារគាត់គឺរស់នៅពិបាកហ្មងព្រោះដោយសារខ្ញុំខ្លួនឯងខ្ញុំប្រឈមនឹងការរស់នៅបែបសារហ្នឹងគឺប្រែប្រួលតែស្រងទៅ60ដឺក្រេបងចាហើយជួបជាមួយភ្លើងឆេះផ្ទះទៀតគឺពួកខ្ញុំត្រូវនៅប្រទេសខ្លួនឯងទៅធ្វើការតាំងពីអាយុក្មេងៗមកម៉េះអញ្ចឹងខ្ញុំយល់អំពីទុកលំបាកនៃគ្រួសារមួយជាពិសេសគឺក្មេងៗដែលគាត់បាត់បង់ជាមួយនឹងឪពុកម្ដាយហើយអត់មានប្រាក់ចំណូលចិញ្ចឹមគាត់ហ្នឹងគឺពិបាកបែបម៉េចអញ្ចឹងហើយខ្ញុំចង់ឃើញប្រទេសយើងមានជាមួយនឹងទំពាំងស្នោឬស្អីដែលអាចទទួលបានការអប់រំពេញលេញចានេះគឺជាហេតុផលទី2ចង់មកចូលមកលើកទី1ចង់មករលុយទេធម្មតាទេចង់មករលុយដល់ពេលមកទៅមករយៈពេលទៅអាកំសួលហ្នឹងវាអស់ទៅវិញទៅចាតែពេលមកលើកទី2នេះមិនចង់មករលុយទេមិនទេអត់ស្ដែងដោយសារជាមួយឪពុកដោយសារម្ដាយហើយដោយសារចង់ក្មេងៗទៅដល់ក្រោយមានលទ្ធភាពនៃការរស់នៅមួយដែលខុសប្រសើរចាចង់សួរមកចិន្តាវិញម្ដងនេះខាងឆ្វេងដៃខ្ញុំម្ដងអីគេជាកម្លាំងជំរុញដែលធ្វើឲ្យចិន្តាដើរចូលក្នុងវិស័យមួយនេះចាបងដំបូងមុននឹងចូលក្នុងវិស័យមួយនេះខ្ញុំគឺជាគ្រូបង្រៀនចាជាគ្រូបង្រៀនធ្លាប់តែបរៀនសិស្សក្មេងតូចទេហើយអត់ទាន់យល់ថាវិស័យធានារ៉ាប់រងនឹងអីគេប៉ុន្តែគោលបំណងធំរបស់ខ្ញុំគឺខ្ញុំស្វែងរកចំណូលខ្ញុំចង់បានជីវភាពគ្រួសារមួយដែលល្អប្រសើរហើយអ្វីដែលសំខាន់ខ្ញុំចង់មានការងារមួយដែលផ្លាស់ប្ដូរបទពិសោធន៍របស់ខ្ញុំព្រោះចំណេះជំនាញរបស់យើងអត់អាចនៅតែមួយកម្រិតបានទេខ្ញុំអត់ចង់ខ្លាយទៅជាឧទាហរណ៍ថាខ្ញុំពីមុនខ្ញុំគ្រូបរិញ្ញាខ្ញុំអត់ចង់នៅតែជាគ្រូបរិញ្ញានេះព្រោះខ្ញុំដឹងបរិបទនៃការបរិញ្ញា 5-6 ឆ្នាំហើយយើងមានបទពិសោធន៍ហើយខ្ញុំចង់ដឹងថាតើសមត្ថភាពរបស់ខ្ញុំអាចទៅធ្វើអីបានទៀតក្រៅពីគ្រូបរិញ្ញាហើយអ្វីដែលសំខាន់ខ្លាំងបំផុតគឺខ្ញុំចង់បានចំណូលអត់មានដែនកំណត់ទេបងខ្ញុំអាចហើយអ្វីដែលសំខាន់ជារឿងទៀតគឺការងារមួយដែលអត់មានគំនាបជាម្ចាស់ការខ្លួនឯងហើយយើងអាចរៀប plan ខ្លួនឯងថាយើងចង់បានអីយើងចង់ធ្វើអីហើយពីមួយថ្ងៃទៅមួយថ្ងៃចង់ឲ្យអ្វីដែលពិសេសជាងនឹងទៅទៀតនឹងចង់ឲ្យអាបទពិសោធន៍របស់យើងនឹងវាកាន់តែរីកចម្រើនជាងមុនណាបងហើយយើងអាចតាមតើខ្លួនយើងនឹងអាចប្រឈមមុខនឹងបទពិសោធន៍អ្វីខ្លះដែលចូលមកក្នុងជីវិតរបស់យើងចាបងចាខ្ញុំចាប់ផ្ដើមជាគ្រូបង្រៀនតែកត្តាទី1ចង់រលុយចាបងទី2ធំចង់មានសេរីភាពនៅក្នុងជីវិតចាបងតែគិតថាអាជីពមួយនេះផ្ដល់សេរីភាពផ្ដល់ការជ្រើសរើសហើយនៅឱកាសនៅក្នុងការរៀនសូត្រដើម្បីឲ្យចិន្តាមានឱកាសរីកចម្រើនបានច្រើនដែរដែលជាកម្លាំងជំរុញដំបូងចង់ឲ្យចិន្តាមកនៅក្នុងនេះអរគុណចុះបងពូលីកត្តាអីដែលជំរុញឲ្យបងពូលីដើរចូលក្នុងវិស័យមួយនេះដែរពីខ្ញុំវិញដោយសារតែជាដល់ស្មោះទៅខ្ញុំធ្លាប់ធ្វើការនៅធនាគារមួយអស់រយៈពេលជាងច្រើនឆ្នាំបាទហើយក្រោយមកក៏ខ្ញុំបានសិក្សាអំពីវិស័យផ្សេងមួយទៀតគឺវិស័យ insurance ហ្នឹងឯងហើយខ្ញុំគិតថាវិស័យ insurance វាជាទីផ្សារថ្មីមួយដែលអនុញ្ញាតឲ្យខ្ញុំមានឱកាសអាចអភិវឌ្ឍខ្លួនបានប្រសើរជាងការងារចាស់របស់ខ្ញុំហើយវិស័យ insurance មួយទៀតវាជាចំណែកមួយនៃការជួយនឹងមនុស្សជួយសង្គមជួយក្រុមគ្រួសារប្រជាពលរដ្ឋក្នុងសហគមន៍យើងឲ្យបានទទួលការពារផងដែរក៏ជាវិស័យមួយដ៏ល្អដែលអាចធ្វើឲ្យយើងបានរកប្រាក់ចំណូលបានច្រើនបាទចូលដល់ការចង់ការពារគេហើយឃើញតែវិស័យមួយនេះថ្មីនៅក្នុងស្រុកហើយចង់រកចំណូលចង់ការពារគ្រួសារខ្មែរខ្ញុំចាំពាក្យមួយធ្លាប់និយាយលេងមួយបងពូលីពីមុនមកថាទស្សនវិស័យរបស់បងពូលីចង់ឃើញគ្រួសារខ្មែរមួយតែដំបូលផ្ទះមួយមានបានសន្យាមួយមានទេពេលដែលដើរចូលក្នុងវិស័យមួយនេះមានទេតាំងពីដើមមកមានទេបងពូលីបាទអូខេដូចបងបានជ្រាបហើយការដែលខ្ញុំចាប់អាជីពវិស័យធានារ៉ាប់រងនេះខ្ញុំមានទស្សនៈថាកំណត់ផ្ទាល់ខ្លួនរបស់ខ្ញុំមួយផ្ទះមួយបានសន្យាមួយព្រោះខ្ញុំយល់ថាស្អីក៏ដោយក៏វាត្រូវការធានារ៉ាប់រងដែរអូខេ insurance មួយនេះវានៃទូលំទូលាយក៏ប៉ុន្តែណាស់តែប្រជាពលរដ្ឋយើងអត់ទាន់យល់អត្ថន័យរបស់វាអញ្ចឹងខ្ញុំយករូបខ្ញុំសម្រាប់មានតួនាទីក្នុងការចែកម្លែកពីក្តីស្រឡាញ់មួយនេះទៅពួកគាត់ធ្វើម៉េចឲ្យពួកគាត់បានចូលជ្រាបនិងអាច
ធ្វើអ្វីឲ្យប្រសើរសម្រាប់គ្រួសាររបស់គាត់ ទទួលបានការការពារមួយដែលគាត់ប្រសើរបំផុត បាទ អរគុណច្រើនបងពូលីយើងដឹងហើយវិស័យមួយនេះមានសារៈប្រយោជន៍មានសារៈសំខាន់ហើយចាំបាច់មែនតើ ចាបង ក៏ប៉ុន្តែក៏យើងដឹងដែរថាទំនុកចិត្តនិងជំនឿរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យមួយនេះនៅមានកម្រិតទៅហើយដោយសារវាជាវិស័យមួយដែលមានភាពវែងខ្ចីមែនតើ ចា វ័យខ្ចីមែនតើនៅស្រុកខ្មែររបស់យើងណាអញ្ចឹងអ្នកដែលដើរនៅក្នុងវិស័យមួយនេះក៏មិនប្រកាសថាស្រួលដែរមែនទេណាអញ្ចឹងចង់សួរទៅដល់ឡែនវិញ ចា នៅលើវិថីនៅក្នុងអាជីពមួយនេះរយៈពេល 3-4 ឆ្នាំ 5 ឆ្នាំមកទល់សប្តាហ៍ណាធ្លាប់ជួបបញ្ហាប្រឈមធ្លាប់ចង់បោះបង់ចោលទេតែកត្តាដែលជំរុញឲ្យដឡែនមិនបោះបង់ចោលហើយបន្តដំណើរមកដល់សប្តាហ៍ហើយមានភាពជោគជ័យដល់សប្តាហ៍ ចាបងបញ្ហាដែលប្រឈមក្នុងរយៈពេលប្រហែលឆ្នាំនេះណាជាងគេបំផុតហ្នឹងគឺត្រូវបានទទួលការ ignore បានន័យថាគេបដិសេធយើងហ្មងហើយបដិសេធមានច្រើនទម្រង់ទៀតអ្នកខ្លះក៏គេឆ្លើយតបបែប open បែបលក្ខណៈច្បាស់លាស់ហ្មងថាអូខេការសំនេះល្អប៉ុន្តែខ្ញុំអត់ទាន់ចាប់អារម្មណ៍បែប open ហ្នឹងអត់អីទេមានការបដិសេធមួយចំនួនទៀតហ្នឹងគឺគាត់យើងមានសេចក្ដីស៊ីនអត់ឆ្លើយឬមួយក៏សុំជួបមិនព្រមជួបឬមួយក៏មានលេស2 3អីចឹងដែលធ្វើឲ្យយើងមានទទួលបានអារម្មណ៍មួយថាគេដូចជាមិនពេញចិត្តថាដូចជាភាសាសម្លាញ់គឺអ្នកងារយើងហ្មងណា ចង់រាប់មក អត់ចង់រាប់អានហ្មងហើយណាត់គឺលែងជួបមកចាប់តាំងពីដឹងថា ចូលទីដល់ឡែន ខ្ញុំចូលជាទីប្រឹក្សារបស់ក្រុមហ៊ុនធានារ៉ាប់រងចាហើយសួរថាតើកត្តាអ្វីដែលធ្វើឲ្យខ្ញុំអាចប្រឈមមកដល់រាល់ថ្ងៃនេះចាជាទូទៅខ្ញុំពេលដែលបាក់ខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាគឺទទួលបានអារម្មណ៍មួយនឹងដូចគ្នាมันអាចនិយាយថាអត់បាក់អីគឺបាក់ទឹកចិត្តប៉ុន្តែរៀងរាល់ពេលដែលបាក់ខ្ញុំមានសមត្ថភាពមួយលើកខ្លួនឯងឡើងលើកឡើងត្រង់ថាចូលចិត្តអានកភៅចូលចិត្តអានធម៌ពុទ្ធហើយដើម្បីអប់រំចិត្តពីព្រោះខ្ញុំជឿជាក់ថាបើសិនខ្ញុំមានចេតនាល្អពិតទៅកាន់គេចាប៉ុន្តែគាត់តែគេមិនទាន់យល់អញ្ចឹងនៅពេលដែលអាចពិចារណាហើយយល់ទៅដល់សភាវៈពិតមួយនេះក៏ធ្វើឲ្យខ្ញុំខកឡើងមកហើយធ្វើការធម្មតាបន្តដំណើរនឹងជាមួយគោលដៅច្បាស់លាស់បន្តទៀត អូខេបើដល់ឡែនចាប់ដើមដំបូងជាមួយនឹងភាពត្រឹមត្រូវបាទហើយ ចា៎ ហើយចង់ពីគ្រួសារមួយអត់ធ្លាក់មានបទពិសោធន៍ដូចដល់ឡែនឪពុកឆ្លងកាត់ជំងឺឆ្លងកាត់ការព្យាបាលមួយដ៏ចំណាយលុយដ៏សម្បូរបែបដើម្បីទៅព្យាបាល ត្រូវ តែជាកម្លាំងជំរុញមួយហើយយល់ឃើញថាគាត់មិនទាន់យល់ ត្រូវ ដូច្នេះយើងនៅតែធ្វើការងាររបស់យើងបន្តដើម្បីឲ្យគាត់មានការ ចា៎ យល់ឃើញពីវិស័យមួយនេះជាកត្តាជំរុញឲ្យយើងបន្តដំណើរទៅមុខអរគុណចា៎ ចា៎ សួរមកចិនដាម្ដងសំណួរដូចគ្នា ចាបង ធ្លាប់ចង់បោះបង់ចោលទេតែកត្តាឯដែលធ្វើឲ្យចិនដានៅតែបន្តដំណើរក្នុងវិស័យវិថីនេះដដែល សម្រាប់ខ្ញុំដែលធ្វើខ្ញុំអត់បោះបង់នៅក្នុងវិស័យធានារ៉ាប់រង ធ្លាប់ចង់ទេ ធ្លាប់ចង់បងធ្លាប់ចង់ប៉ុន្តែចិត្តគំនិតរបស់ខ្ញុំបាននិយាយប្រាប់ខ្លួនឯងហើយខ្ញុំអត់បោះបង់ខ្លួនឯងចោលនៅក្នុងវិស័យធានារ៉ាប់រងនេះបានទេព្រោះវិស័យធានារ៉ាប់រងនេះធ្វើខ្ញុំរឹងមាំផ្លូវចិត្តខ្លាំងមែនទែនខ្ញុំពីមុនខ្ញុំគ្រាន់តែជាគ្រូបរិញ្ញាបត្រម្នាក់ឯងខ្ញុំធ្លាប់ឆ្លងកាត់ភាពបរិញ្ញាបត្រលក្ខណៈបរិញ្ញាបត្រសិស្សយើងអាចបានឆ្លងកាត់ជាមួយមនុស្សធំឯងហើយយើងក៏បានឆ្លងកាត់ការជំទាស់របស់អតិថិជនដែរប៉ុន្តែនៅពេលដែលខ្ញុំចូលមកក្នុងវិស័យធានារ៉ាប់រងជាមួយបណ្ឌិតសលមិនត្រឹមតែផ្ដល់ជំនួយឲ្យខ្ញុំទេថែមទាំងផ្ដល់ចំណេះជំនាញឲ្យខ្ញុំទៀតពេលខ្លះសឹងតែខ្ញុំអាចមើលចិត្តអតិថិជនដឹងហ្មងពេលខ្លះចង់ដឹងថាពេលដែលយើងកំពុងតែនិយាយមកអតិថិជនយើងអាចដឹងថាអតិថិជននេះនិយាយបែបម៉េចចិត្តគំនិតរបស់គាត់ចង់បានអីហើយនៅក្នុងគ្រួសាររបស់គាត់ត្រូវការអីហើយគោលបំណងរបស់ខ្ញុំតាំងពីដំបូងខ្ញុំមិនដែលតាំងចិត្តថាខ្ញុំទៅលក់ធានារ៉ាប់រងឲ្យពួកគាត់ទេព្រោះខ្ញុំចង់ចែករំលែកក្តីស្រឡាញ់ទៅពួកគាត់ហើយអ្វីដែលសំខាន់គឺខ្ញុំព្យាយាមឲ្យគាត់យល់ពីអត្ថប្រយោជន៍ឲ្យគាត់ដឹងថាសារៈសំខាន់នៃធានារ៉ាប់រងល្អដល់កម្រិតណាហើយធានារ៉ាប់រងអាចជួយអ្វីខ្លះដល់គ្រួសាររបស់គាត់ហើយតែក្នុងគ្រួសាររបស់គាត់ត្រូវតែមានធានារ៉ាប់រងអត់ពេលហ្នឹងខ្ញុំដឹងថាចិត្តគំនិតរបស់ខ្ញុំហើយខ្ញុំដឹងថាខ្លួនខ្ញុំមានសមត្ថភាពពេញលេញមែនទែននៅក្នុងការប្រឹក្សាយោបល់ជូនគាត់ហើយខ្ញុំក៏ជាបុគ្គលមួយរូបដែលអាចជួយប្រជាពលរដ្ឋខ្មែររបស់យើងទាក់ទងនៅក្នុងវិស័យធានារ៉ាប់រងដែរបងហើយទោះជាខ្ញុំមានបញ្ហាច្រើនដល់កម្រិតណាក៏ដោយបងធ្លាប់ដឹងហើយធម្មតាមនុស្សម្នាក់ៗតែងតែមានបញ្ហាប៉ុន្តែខ្ញុំមិនដែលយកបញ្ហារបស់ខ្ញុំមកបូកផ្សំនៅក្នុងការងាររបស់ខ្ញុំបានទេព្រោះខ្ញុំគឺជាបុគ្គលមួយរូបដែលថាយើងអាចចែករំលែកក្តីស្រឡាញ់ទៅប្រជាពលរដ្ឋបើសិនជាយើងមានហានិភ័យទាំងអស់ហ្នឹងសម្រាប់ខ្ញុំបញ្ហាចូលមកក្នុងជីវិតខ្ញុំមួយគឺខ្ញុំដោះមួយខ្ញុំមិនដែលឲ្យបញ្ហាធំជាងខ្ញុំទេខ្ញុំត្រូវធំជាងបញ្ហាជានិច្ចព្រោះខ្ញុំគិតថាមនុស្សម្នាក់ៗមិនអាចអ្នកណាដែលឲ្យបញ្ហាមកគ្របសង្កត់លើបានត្រូវតែអាចដោះបានរាល់បញ្ហាដែលចូលមកក្នុងជីវិតហើយសម្រាប់ខ្ញុំមួយទៀតធានារ៉ាប់រងនេះគឺនិយាយទៅផ្ដល់លក្ខណៈថាបទពិសោធន៍ជីវិតសម្រាប់ខ្ញុំខ្លាំងមែនទែនខ្លាំងដល់ថ្នាក់ខ្ញុំអត់ដឹងថាខ្លួនខ្ញុំរឹងមាំដល់កម្រិតហ្នឹងឯងបងព្រោះចូលមកនេះមិនត្រឹមទទួលបានចំណូលដូចខ្ញុំនិយាយចឹងទទួលបានការបណ្ដុះបណ្ដាលខ្លាំងមែនទែនហើយខ្ញុំតែងតែ
ចាំហើយនឹងគិតខ្លួនឯងថាខ្ញុំមានថ្ងៃនេះដោយសារ Prudential ចឹងបានន័យថាវិស័យមួយនេះការបដិសេធបញ្ហាប្រឈមដែលយើងជួបធ្វើឲ្យយើងរឹងមាំជាងមុនវិញណានៅក្នុងដំណើរមួយនេះមិនប្រកាសថាស្រួលទេប៉ុន្តែគ្រប់យ៉ាងនាំយើងឲ្យខ្លាយទៅជាយើងជាមនុស្សមួយដែលរឹងមាំជាងមុនទោះបីជួបឧបសគ្គរបស់បងចោលចង់បងចោលបានទៅដល់ម្ដងទៅដែរអរគុណច្រើនបងពូលីមានអីពីបងវិញជាមួយនឹងសំណួរដូចគ្នាធ្លាប់ចង់បងចោលទេហើយកតាយធ្វើបងដើរមកដល់សប្តាហ៍មានភាពជោគជ័យដល់សប្តាហ៍បាទអរគុណបងសម្រាប់ខ្ញុំក៏ពេលខ្លះក៏ខ្ញុំធ្លាប់មានអារម្មណ៍ថាចង់បោះបង់ដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំជួបបញ្ហាម្ដងខ្ញុំតែងតែសួរថាដឹកនាំរបស់ខ្ញុំតាមរយៈទី1សួរបន្ថែមពីក្រុមហ៊ុនជាពិសេស SBD បាទដើម្បីសូមអវ៉ាតយោបល់ពីគាត់ពេលដែលខ្ញុំដើរតដល់ចំណុចនេះតើខ្ញុំគួរធ្វើអ្វីទៀតដើម្បីឲ្យអាជីវកម្មរបស់ខ្ញុំរឹតតែល្អប្រសើរថែមទៀតបាទចឹងមិនយើងធ្លាប់ដែរធ្លាប់ដូចនេះប៉ុន្តែមាន SBD មានក្រុមហ៊ុនមានក្រុមការងារនៅជុំវិញសួរយោបល់សុំលើកទឹកចិត្តសម័យជាកម្លាំងចិត្តជំរុញឲ្យបងបន្តដំណើរបន្តសប្តាហ៍ថ្ងៃផ្សារភ្ជាប់សំណួរមួយទៀតមកចិនដាឃើញថាវិស័យមួយនេះកែប្រែយើងឲ្យខ្លាយជាមនុស្សមួយដែលខ្លាំងខ្លាយជាមនុស្សមួយដែលរឹងមាំហើយមានចំណូលច្រើនជាមួយនឹងវិស័យមួយនេះកត្តាអីដែលធ្វើឲ្យចិនដាខ្លាយជាមនុស្សជោគជ័យតែនៅក្នុងវិស័យនេះដោយសពថ្ងៃមានកត្តាស្អីខ្លះដែរជួយចាបងនិយាយទៅមានកត្តាជាច្រើនមែនទែនហើយខ្ញុំធម្មតាពេលដែលខ្ញុំចូលមកក្នុងវិស័យមួយនេះខ្ញុំអត់ដែលបានទទួលការគ្រប់គ្រងពីគ្រូសាស្ត្រទេបងអូខេព្រោះការងារមួយនេះការធ្វើការអត់មានម៉ោងអត់មានពេលវេលាទេអត់មានកំណត់ថាម៉ោងប្រហែលនេះត្រូវធ្វើម៉ោងប្រហែលនេះត្រូវធ្វើបងធ្វើចេញមកធ្វើចេញដោយក្តីស្រឡាញ់ធ្វើអត់ដឹងហត់នឿយទេចាធ្វើដឹងហត់នឿយហើយអ្វីដែលសំខាន់ដែលខ្ញុំនិយាយចឹងធ្វើការកន្លែងការងារមួយនេះគឺខ្ញុំធ្វើចេញពីបេះដូងរបស់សុខរបស់ខ្ញុំចេញពីក្តីស្រឡាញ់តែម្ដងហើយខ្ញុំនៅតែនិយាយភាសាណាដែរថាខ្ញុំអាចរាំងស្ទះឬក៏ទប់ស្កាត់នៅឧបសគ្គទាំងអស់ដែលចូលមកក្នុងជីវិតខ្ញុំបានដោយសារ Prudential ពួក Prudential មិនត្រឹមតែផ្ដល់ចំណូលឲ្យខ្ញុំទេថែមទាំងផ្ដល់បទពិសោធន៍ជីវិតឲ្យខ្ញុំច្រើនខ្លាំងមែនទែនបើនិយាយទៅបងបើសិនជាបញ្ហាដែលខ្ញុំកំពុងតែជួបបើក្រៅពីខ្ញុំគេអាចឈប់ហើយបងព្រោះរឿងដែលជួបវាពិបាកខ្លាំងមែនទែនហើយពិបាកធ្វើចិត្តអត់អាចរត់ទៅធ្វើការងារផងអត់អាចមកអប់រំផ្លូវចិត្តខ្លួនឯងផងបានទេប៉ុន្តែកត្តាដែលធំមកអស់សម្រាប់ខ្ញុំគឺខ្ញុំយកឈ្នះចិត្តខ្លួនឯងអូខេចាពួកខ្ញុំតាំងចិត្តហើយខ្ញុំគឺជាបុគ្គលមួយរូបដែលជាគំរូដល់ក្មេងៗចំនួនក្រោយទៀតព្រោះបញ្ហាដែលខ្ញុំជួបខ្ញុំគិតថាមនុស្សមួយចំនួនអត់ទាន់ជួបដូចខ្ញុំទេប៉ុន្តែខ្ញុំបានជួបមុនហើយប៉ុន្តែរាល់បញ្ហាដែលចូលមកក្នុងជីវិតខ្ញុំគិតថាវាគ្រាន់តែជាមេរៀនចូលមកក្នុងជីវិតរបស់ខ្ញុំដើម្បីខ្ញុំសិក្សាពីបញ្ហាទាំងនោះថាតើខ្ញុំត្រូវដោះវាដោយរបៀបណាហើយតើបញ្ហាហ្នឹងវាស័ក្តិសមនឹងខ្ញុំហើយឬនៅតែទីបំផុតនៅពេលដែលខ្ញុំយកឈ្នះចិត្តខ្លួនឯងបានខ្ញុំដឹងថាបញ្ហាទាំងអស់ហ្នឹងវាគ្រាន់តែជាមេរៀនសម្រាប់ជីវិតរបស់ខ្ញុំវាអត់មានអស់ចាយបងចាបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមខ្លួនឯងសារជាថ្មីបង្កើនចំណេះដឹងបង្កើនបទពិសោធន៍ហើយបង្កើនចំណេះជំនាញហើយនៅតែផ្សារភ្ជាប់ជាមួយនឹងក្តីស្រឡាញ់ជាមួយនឹងប្រជាពលរដ្ឋបងបានធ្វើឲ្យខ្ញុំនៅតែឈរនៅក្នុងវិស័យមួយនេះរហូតដល់សប្តាហ៍ថ្ងៃព្រោះខ្ញុំគិតថាប្រជាពលរដ្ឋត្រូវការធានារ៉ាប់រងត្រូវការក្តីស្រឡាញ់ហើយអ្វីដែលសំខាន់បំផុតគឺគាត់ត្រូវការទីប្រឹក្សាដែលមានចំណេះជំនាញពិតប្រាកដមិនមែនទៅដើម្បីទៅលក់យកអត្ថប្រយោជន៍ខ្លួនឯងគឺយើងទៅដើម្បីប្រឹក្សាជូនគាត់ចេញពីក្តីស្រឡាញ់ចេញពីបេះដូងរបស់រិសុទ្ធបងចា៎អញ្ចឹងកត្តាទី1យកឈ្នះខ្លួនឯងចាយកឈ្នះខ្លួនហើយឧបសគ្គដែលយើងជួបទាំងប្រមាណវាជាមេរៀននៃជីវិតរបស់យើងអញ្ចឹងណាហើយក្តីស្រឡាញ់ដែលយើងមានជាមួយនឹងប្រជាពលរដ្ឋនៅក្នុងស្រុកភូមិរបស់យើងហើយនឹងជាបុគ្គលគំរូម្នាក់សម្រាប់ក្មេងជំនាន់ក្រោយអញ្ចឹងយើងត្រូវដើរនៅលើវិថីហ្នឹងណាអរគុណច្រើនណាស់បងប៉ូលីស្អីជាកម្លាំងជាកត្តាដែលជំរុញឲ្យបងខ្លាយជាបុគ្គលមួយដែលមានភាពរីកចម្រើនហើយយូរអង្វែង6ឆ្នាំ7ឆ្នាំនៅវិស័យហ្នឹងណាបងប៉ូលីស្អីដែលនាំយើងឲ្យសម្រេចបានផលល្អធំជាមួយវិស័យមួយនេះក្នុងរយៈពេល6-7ឆ្នាំចុងក្រោយបងសម្រាប់ខ្ញុំវិញអ្វីដែលជាកត្តាជំរុញដែលភាពជោគជ័យរបស់ខ្ញុំសប្តាហ៍ថ្ងៃគឺដោយសារតែទី1ពីក្រុមហ៊ុនអូខេនៅពេលដែលយើងធ្វើការជាមួយនឹងក្រុមហ៊ុនមួយដែលមានភាពច្បាស់លាស់បាទឧទាហរណ៍ថាសំណងចោះនៅពេលដែលយើងបានរៀបចំសំណងទៅអតិថិជនវាជាគុណតម្លៃរបស់ខ្ញុំមួយបាទអញ្ចឹងភាព hero មួយនេះដែលធ្វើឲ្យជាកម្លាំងចិត្តរបស់ខ្ញុំថាក្រៅពីចំណូលគឺខ្ញុំមានរបស់នឹងមួយទៀតដែលជាគុណតម្លៃរបស់ខ្ញុំនៅក្នុងសហគមន៍របស់ខ្ញុំបាទចំណុចអស់ហ្នឹងដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តបន្តទៅទៀតបាទចូលតែថា
មានក្រុមហ៊ុនជានេះមួយហើយការដែលយើងបំពេញសន្យាដែលយើងមានជាមួយនឹងអតិថិជនរបស់យើងហើយអតិថិជនជាស្នូលមានទេបងដែលជាកត្តាជំរុញធ្វើឲ្យបងដើរមកដល់កន្លែងនេះសប្តាហ៍ថ្ងៃរយៈពេល7ឆ្នាំចុងក្រោយសំណួរដូចគ្នាបន្តជូនទៅ SBD កំសុងស្អីគេជារូបមន្តនៃភាពជោគជ័យដែលធ្វើឲ្យលោកនាយកអាជីពជាន់ខ្ពស់អាជីវកម្មនៅលើវិថីមួយនេះ10ឆ្នាំហើយមកទល់ថ្ងៃនេះ10ឆ្នាំពេញហើយមិនចឹងទេ10ឆ្នាំជាងហើយអីគេជារូបមន្តនៃភាពជោគជ័យមួយនេះមែនទេទៅយើងឆ្លងកាត់បទពិសោធន៍ជីវិតបទពិសោធន៍ការងារយូរឆ្នាំហើយដូចខ្ញុំនិយាយថាអាជីពវិទ្យាភាសាជាអាជីពធម្មតាប៉ុន្តែវាមិនធម្មតាទេហើយតែយើងមិនមែនទៅលក់ដូចផ្សេងទេប៉ុន្តែលក់ធានារងវាអត់មានអីទេលក់ទំនុកចិត្តលក់ concept លក់ទស្សនៈទានអំពីគុណតម្លៃនៃសេវាហ្នឹងទៅឲ្យប្រជាជនហើយផ្លាស់ប្ដូរការគិតរបស់មនុស្សម្នាក់ដែលយើងកំពុងនិយាយជាមួយហ្នឹងយើងត្រូវចាំថាយើងយល់ទៅនិយាយជាមួយមនុស្សម្នាក់ដែលគេអត់យល់អំពីរឿងហ្នឹងមិនមែនជារឿងធម្មតាទេខ្ញុំបាននិយាយថាយើងអាចបូមមកជុលចេញពីគូក្បាលយើងតែពុកយល់ទៅចាក់ឲ្យគាត់យល់មិនដឹងថាល្អប៉ុណ្ណាតែវាអត់មានឆ្នាំហ្នឹងទេខ្ញុំត្រឡប់ទៅការខ្ញុំនិយាយភាសា2015ដូចខ្ញុំនិយាយថាខ្ញុំនិយាយដំបូងមនុស្ស10នាក់គេស្គាល់ឈ្មោះក្រុមហ៊ុនម្នាក់អារម្មណ៍ខ្ញុំពិបាកប៉ុន្តែខ្ញុំថាខ្ញុំពងធ្វើរឿងត្រឹមត្រូវពងធ្វើជាមួយក្រុមហ៊ុនច្បាស់លាស់ដៃគូជាមួយធនាគារដ៏ធំនៅស្រុកខ្មែរហេតុអីគេមិនស្គាល់ហេតុអីគេមិនយល់ដូចខ្ញុំយល់ចេះតែគិតអញ្ចឹងខ្ញុំនិយាយពីម្នាក់ទៅម្នាក់រហូតទៅដល់មនុស្សជាង40នាក់ខ្ញុំចាំបានមនុស្សទី47ដែលខ្ញុំទទួលបានជាអតិថិជនទី1ហើយអតិថិជនទី1របស់ខ្ញុំគឺបងស្រីបង្កើតរបស់ខ្ញុំហើយបងអតិថិជនទី2បងថ្លៃរបស់ខ្ញុំខ្ញុំសប្បាយចិត្តណាស់និយាយមែនតើខ្ញុំអាជីពមួយនេះខ្ញុំសប្បាយចិត្តមិនត្រឹមតែខ្ញុំអាចបើខ្ញុំនិយាយថាខ្ញុំ10ឆ្នាំនេះបើខ្ញុំនៅធ្វើការនៅស្ថាប័នចាស់ជាមន្ត្រីអង្គការអវត្តសហគមន៍និយាយថាអ្វីដែលខ្ញុំមានរយៈពេល10ឆ្នាំដែលទទួលបាន10ឆ្នាំពី Potential ហើយបើខ្ញុំនៅកន្លែងចាស់ប្រហែលជាខ្ញុំត្រូវធ្វើរហូតដល់ស្លាប់បានអាចមានអ្វីដែលខ្ញុំអាចមានដូចរាល់ថ្ងៃជាមួយ Potential ត្រឹមតែរយៈពេល10ឆ្នាំអរគុណដាឡែនចាបងស្អីជាកត្តាចម្បងសំខាន់ដែលធ្វើឲ្យដាឡែនបន្តដំណើរមកដល់សប្តាហ៍ថ្ងៃជោគជ័យហើយក្លាយជាសមាជិក MDRT ទៅទៀតចាបងមានកត្តាខ្លះខ្ញុំរៀងខុសពីបងកឹមសុងរៀងខុសពីបងបន្តិចខុសបងថាចេះខ្ញុំមានហេតុផលពីរទី1គឺកូនស្រីទាំងពីរអូខេចាជាកម្លាំងដែលជំរុញខ្ញុំខ្លាំងមែនតើហ្មងណាចាហើយទី2ហ្នឹងគឺខ្ញុំចង់បង្កើតមនុស្សមួយក្រុមដែលមានធនធានពិតសមត្ថភាពពិតខ្ញុំចង់បៀមនុស្សមួយក្រុមឥឡូវខ្ញុំថាចាបើសិនជាខ្ញុំជួញបដិសរដូចបងគឹមសុងទៅបើសិនជាគាត់មានធីមដល់100នាក់200នាក់ហើយបើសិនជាមនុស្ស100នាក់200នាក់ព្រមនៅ under ខ្ញុំហើយប្រាក់ខែបដិសរអ្នកភេទេបើសិនជាយើងអាចបង្រៀនគាត់ឲ្យចេះនៅធម៌សង្ឃៈឲ្យចេះនៅការអប់រំពិតខ្ញុំជឿជាក់ថាពួកគាត់អាចប្រកបអាជីពជាភ្នាក់ងារធានារ៉ាប់រងនេះល្អខ្លាំងមែនតើហ្មងពីព្រោះជាការលះពិតទេបងជាការឲ្យពិតអត់មានចង់បានអីមកវិញទេអញ្ចឹងខ្ញុំចង់បង្កើតមនុស្សមួយក្រុមទេមែនតើទៅចេតនាទី1ចង់ដើម្បីកូនស្រីទាំងពីរចាទី2ចង់បណ្ដុះមនុស្សដែលមានដែលស្គាល់សក្តីពិតចាចេះរស់នៅជាមួយនឹងសក្តីពិតចាហើយប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍បំផុតមែនទេព្រោះយើងឡើងត្រូវការពេលដែលយើងឡើងចង់បានតែយើងឡើងងៀមយ៉ាងណាចាឡើងខ្វះតែឡើងចង់បានឡើងខ្វះយ៉ាងណាសំណួរចុងក្រោយជានេះណាហើយខ្ញុំចង់សួរទៅបងពូលីមុនគេសំណួរចុងក្រោយនេះតើមានអីជាទស្សនៈទានជាសារជា message ដែលបងពូលីចង់ចែករំលែកជូនដល់ទីប្រឹក្សាជំនាន់ក្រោយដែលគាត់អាចនឹងដើរនៅលើវិថីនេះជាមួយនឹងក្រុមហ៊ុន Potential ឬក៏នៅក្នុងវិស័យនេះណាតើមានអីខ្លះជាសារដែលបងអាចចែករំលែកជូនដល់អ្នកជំនាន់ក្រោយបាទអរគុណបងសម្រាប់ពីខ្ញុំសម្រាប់ទីប្រឹក្សាក្រោយឬក៏ជាអ្នកធ្វើការទូទៅដែលគាត់គិតថាចង់បានគ្រួសារដ៏ប្រសើរមួយលើផ្នែកហិរញ្ញវត្ថុមានតែវិស័យ insurance មួយទេឬក៏វិស័យដែលរកប្រាក់កម្រៃជើងសារទើបអាចបង្កើននៅប្រាក់ចំណូលបានក្រៅពីការងារដែលយើងទទួលបានជាប្រាក់បៀវត្សបាទ
insurance ធ្វើឲ្យក្រុមហ៊ុនធ្វើឲ្យគ្រួសារយើងបានល្អប្រសើរលើវិស័យហិរញ្ញវត្ថុអូខេបាទចឹងនៅក្នុងវិស័យដើរនៅលើវិថីមួយនេះគ្រួសារយើងនឹងប្រសើរនៅក្នុងនេះនឹងដែរ SBD ចង់តែចេញទៅ SBD ម្ដងថាតើស្អីជាសារជូនដល់អ្នកជំនាន់ក្រោយបើសិនគាត់ចង់ចូលក្នុងវិស័យមួយនេះដូចជា SBD គាត់គួរត្រៀមខ្លួនអីខ្លះហើយរៀបចំខ្លួនបែបម៉េចដើម្បីឲ្យខ្លាចជាបុគ្គលមួយដែលជោគជ័យហើយដើរនៅលើវិថីនេះយូរអង្វែងហើយធ្វើម៉េចធ្វើតែ10ឆ្នាំស្មើនឹងចំណូលមួយជីវិតដែលយើងអាចធ្វើនៅកន្លែងផ្សេងនៅជីវិតបណ្ដាញស្មើនឹងមាន10ឆ្នាំ5ឆ្នាំខ្ញុំគិតថានៅបណ្ឌិតសូលចំណុចពិសេសមួយដែលខ្ញុំជិតតែប្រាប់ទៅក្រុមខ្ញុំណានៅបណ្ឌិតសូលអាចជួយយើងឲ្យคล้ายទៅជាអីដែលយើងចង់คล้ายទៅជាអូខេយើងចង់បានចំណូលច្រើនបណ្ឌិតសូលចង់ដើរលេងក្រៅប្រទេសច្រើនបណ្ឌិតសូលអាចជួយយើងបានចង់ស្រឡាញ់ជួយសហគមន៍ជួយអភិវឌ្ឍប្រទេសជាតិបណ្ឌិតសូលចង់ឲ្យខ្លួនឯង grow ចំណេះដឹងជំនាញពួកខ្ញុំ10ឆ្នាំខ្ញុំមានថាខ្ញុំនៅតែរៀនដដែលរាល់ថ្ងៃនៅរៀនដដែលគេហៅមករៀនរហូតហើយមករៀនរហូតហើយរៀនអត់ចេះអត់នៅតែរឿងថ្មីរហូតមករៀនតែមានស្អីដែល exciting ចំណុចទូចធំនៅតែមានឲ្យមកម្ដងម្កាលជាអាជីពមួយដែលខ្ញុំគិតថាវាទទួលបានលើសពីលុយប៉ុន្តែក្តីស្រឡាញ់ការឲ្យតម្លៃពីអ្នកជុំវិញខ្លួនពីស្ថាប័នផ្សេងគេឈ្មោះកិត្តិយសគឺនៅកន្លែងនេះនៅជាអាជីពទីផ្សារគេតែម្ដងតែចំណុចអីធ្វើអីក៏ដោយទៅការចំណុចចាប់ផ្ដើមខ្លួនយើងសំខាន់ណាស់នៅក្នុងធ្វើការងារស្អីក៏ដោយរស់ស៊ីអីក៏ដោយរបរអីក៏ដោយមិនថារបរគ្នាម្ដងទេមិនថាធ្វើការអីទេទូទៅធំគឺត្រូវតែខ្លួនឯងជាចំហជារឿងចាំបាច់ការតាំងចិត្តការអភិវឌ្ឍសមត្ថភាពហើយនឹងការគេហៅ resilient ភាពធន់អរគុណច្រើនដល់ហើយអីគេជា advice ជាយោបល់ជូនដល់ក្រុមការងារចំនួនក្រោយចាខ្ញុំមាន2ចំណុចទី1បើសិនជាបងប្អូនទាំងអស់គ្នាបានអានជាមួយនឹងសភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រគេមានចំណុចមួយ ESBI ហ្នឹងហើយ E employee as self employed business ជាមួយនឹង investment បើសិនបងប្អូនទាំងអស់គ្នាចង់ turn ខ្លួនឯងពី E មក as self employed ចា business មួយនេះthe best បានន័យថាយើងគឺជាអ្នកធ្វើ business ហើយយើងគឺជា owner យើងគឺជាអ្នក design ផ្លូវឲ្យខ្លួនឯងចំណុចទី1ចាអញ្ចឹងខ្ញុំឃើញថាក្មេងៗជំនាន់ក្រោយគាត់មានភាពវៃឆ្លាតគាត់ខ្លាំងគាត់ប្រកែកហើយគាត់អត់ចូលចិត្តធ្វើការ under pressure ក្រោមបង្គាប់ឬមួយក៏ក្រោមផ្លូវរបស់ណាគេម្នាក់ឯងអញ្ចឹងបើសិនជាចង់ follow vision របស់ខ្លួនឯងចង់បង្ហាញភាពខ្លាំងហើយចង់ធ្វើជា designer នៃជីវិតខ្លួនឯង come to join this industry ទី1រឿងទី2គឺអ្វីដែលក្រុមហ៊ុនបណ្ឌិតសឬមួយក៏អ្វីដែលខ្ញុំខ្លួនឯងអាចផ្ដល់ឲ្យបងប្អូនបានគឺ mental resilience គឺចាក់តងជាមួយនឹង EQ ការបង្ហាត់បង្រៀនមួយដែលធ្វើឲ្យយើងមានភាពធន់មែនតែនទៅលើផ្នែកសតិឬមួយក៏ផ្លូវអារម្មណ៍អញ្ចឹងនៅកន្លែងនេះគឺអាចធានាបានថាទាំងអស់នេះអាចចំណាយពេលវេលាមួយតែត្រូវច្បាស់លាស់ហើយអត់ខាតបង់ឯង so be serious with your times come to join us with បណ្ឌិតសអូខេចុះរឿង2សំខាន់នេះហ្នឹងហើយរឿងមួយចុងក្រោយកន្លែងនេះបណ្ដោះស្នូលយើងបានរឿងល្អដូចចិនដាលើកឡើងខាងដើមអញ្ចឹងចាឧបសគ្គទាំងប្រមាណដែលជួបជាឱកាសដែលយើងរៀនហើយធ្វើឲ្យយើងខ្លាចជាមនុស្សមួយដែលដែលរឹងមាំមែនទែនចិនដាចាបងចិនដាឆ្លងកាត់ច្រើនក្នុងជីវិតមិនចឹងទេហើយដើរលើវិថីមួយនេះជាមួយនឹងបទពិសោធន៍ដែលចិនដាមានអីជាសារដែលយើងចង់ផ្ដល់ជូនទៅដល់បងប្អូនជំនាន់ក្រោយដែលអ្នកស្រឡាញ់វិស័យមួយនេះហើយចង់ខ្លាចជាទីពឹក្សាដូចយើងចាបងចាសម្រាប់ខ្ញុំដែលចង់ផ្ដាំផ្ញើទៅបងប្អូនជំនាន់ក្រោយនៅក្នុងវិស័យធានារ៉ាប់រងទី1ដំបូងបង្អស់សម្រាប់ខ្ញុំគឺយកឈ្នះចិត្តខ្លួនឯងធម្មតាមនុស្សតែយកឈ្នះខ្លួនឯងបានហើយអ្វីៗគ្រប់យ៉ាងគឺដូចសម្រាមអញ្ចឹងអត់អាចយកឈ្នះយើងបានទេតែយកឈ្នះហើយស្អីក៏រលូនមកដែរបងហើយទី2ត្រូវដឹងខ្លួនឯងថាយើងចង់បានហើយនឹងត្រូវការអីពិតប្រាកដអានេះគឺជាគោលដៅជីវិតដែរយើងចូលមកកន្លែងនេះដើម្បីអីចង់ឲ្យខ្លួនឯងនៅកម្រិតមួយណាហើយទី2ទី3ឱកាសការងារធានារ៉ាប់រង Prudential មិនត្រឹមតែផ្ដល់ចំណូលអត់ដែនកំណត់ថែមទាំងផ្ដល់នៅចំណេះជំនាញបទពិសោធន៍ច្រើនមែនទែនសម្រាប់បងប្អូនគ្រប់គ្នាអ្នកខ្លះអត់ទាន់បានឆ្លងកាត់
អ្នកបណ្ដុះបណ្ដាលដូចនៅ Prudential នេះបងចាហើយមិនត្រឹមតែប៉ុណ្្នឹងទេធ្វើយើងជួយដល់ប្រជាពលរដ្ឋខ្មែររបស់យើងច្រើនខ្លាំងមែនទែនកាត់បន្ថយភាពក្រីក្រកាត់បន្ថយការលំបាកផ្សេងៗចឹងទៅបងហើយចាឧបសគ្គជាច្រើនខ្លាំងមែនទែនហើយអ្វីដែលសំខាន់បំផុតហ្នឹងខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាមកចំណុចទៀតថារៀនបើកឱកាសសម្រាប់ខ្លួនឯងឱកាសមិនមានសម្រាប់អ្នកគ្រប់គ្នាទេបងចាបើមានឱកាសទៅបើកឱកាសបើកខ្លួនឯងដើម្បីទទួលឱកាសទាំងអស់ហ្នឹងព្រោះឱកាសទាំងអស់ហ្នឹងអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងអាចផ្លាស់ប្ដូរជីវភាពរបស់យើងអាចផ្លាស់ប្ដូរយើងឲ្យទៅខ្លាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតនិយាយទៅរីកចម្រើនមកកម្រិតទៅមកកម្រិតកុំបិទឱកាសខ្លួនឯងហើយជាចុងក្រោយសម្រាប់ខ្ញុំតែម្ដងខ្ញុំតែចងចាំសម្រាប់ខ្លួនឯងថាផ្នត់គំនិតបងប្អូនទាំងអស់គ្នាបែបណាវាស្នាបងប្អូនទាំងអស់គ្នានឹងបែបនោះចាសម្រាប់ខ្ញុំចាអូខេអរគុណច្រើនចិនណាតែពិតខ្ញុំរៀនបានច្រើនពីបងប្អូនទាំងអស់គ្នានៅក្នុងវិស័យមួយនេះជាមួយនឹងក្រុមហ៊ុន Prudential មួយរយៈពេលរៀនបានច្រើនពីខ្ញុំមើលឃើញអ្នកទាំងអស់គ្នាយើងដូចមន្ត្រីហើរនៅលើមេពឹងលើស្លាបខ្លួនឯងទាំងស្រុងហើយនាំខ្លួនឯងពីជីវិតមួយដែលយើងជឿថាមួយជីវិតយើងកសាងបានទៅប៉ុណ្្នឹងហើយតែយើងចំណាយពេលតែ5ឆ្នាំ10ឆ្នាំយើងសាងអ្វីដែលមួយដែលយើងធ្លាប់គិតថាមួយជីវិតយើងសាងបានណាចាទាំងស្រុងនៅនេះខ្ញុំមើលឃើញអ្នកទាំងអស់ដូចអន្ត្រីដែលហើរពឹងលើស្លាបមិនទាគ្រប់យ៉ាងដើម្បីហែលទឹកលឿនទៅទ្រូងនៅលើទឹកនិយាយណាពឹងលើទឹកទាំងស្រុងដែលទើបអនុញ្ញាតឲ្យខ្លួនឯងហែលទៅលឿនបានទាំងមួយទី2ខ្ញុំមើលឃើញភាពរឹងមាំនៃផ្លូវចិត្តអស្ចារ្យខ្លាំងនៅកន្លែងហ្នឹងឯងផ្លូវចិត្តអារម្មណ៍កន្លែងនេះជាគ្រូបង្រៀនមួយដែលមិនដឹងថាខ្លួនឯងដើររួចមិនរួចផងតែមកខ្លាចជា MDRT SBD BM ប្រធានអាជីវកម្មនាយកអាជីវកម្មគំរូនៅក្នុងក្រុមហ៊ុនរបស់យើងហើយកត្តាមួយទៀតដែលខ្ញុំមើលឃើញដូចគ្នាឱកាសដែលបងប្អូនទាំងគ្នាប្រើប្រាស់ពេលវេលាមួយដែលល្អប្រសើរមែនទែនខ្ញុំនៅក្នុងសហគមន៍នេះខ្ញុំរៀនបានច្រើនពីបងប្អូនទាំងគ្នាជាមួយនឹងពេលវេលាមួយថ្ងៃដែលយើងប្រើ86,400 វិនាទីដែលយើងមានក្នុងមួយថ្ងៃបងប្អូនប្រើប្រាស់ដូចយើងមានលុយ86,400 ដុល្លារនៅក្នុងកប៉ាល់យើងអានេះជាមេរៀនមួយដែលខ្ញុំរៀនបានពីបងប្អូនទាំងអស់គ្នាដែរអញ្ចឹងសង្ឃឹមថាមេរៀនទាំងអស់ដែលបងប្អូនបានចែករំលែកជាឧត្តមគតិជាបទពិសោធន៍ជាមេរៀនមួយដ៏វិសេសវិសាលមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលជាទីប្រឹក្សាជាប្រជាពលរដ្ឋខ្មែរដែលចង់ស្វែងយល់ពីវិស័យធានារ៉ាប់រងអាចរៀនពីថ្នាក់ដឹកនាំរបស់យើងទីប្រឹក្សាឆ្នើមរបស់យើងបាននៅក្នុងក្រុមហ៊ុន Prudential របស់យើងអញ្ចឹងអរគុណច្រើន BM BD នាយកជាន់ខ្ពស់សម្រាប់ពេលវេលាដ៏មានតម្លៃហើយសង្ឃឹមថាយើងនឹងមានឱកាសជួបគ្នាម្ដងទៀតនៅពេលឆាប់ខាងក្រោយអរគុណច្រើនអរគុណច្រើន